តោះឆ្អិនហើយបងប្អូនឆ្អិនហើយខ្យងសាច់លឿងអូអូយតំណងបងប្អូនខ្យងស្រែតំណងមែនតែនហ្មងអូអត់ដល់កមួនបានតំណងអត់តំណងហ่ะចិត្តត្រីបងប្អូនហើយគាត់ណានេះក៏សក់ទឹកមាត់ដែរបងប្អូនអើយសាច់ល្អបងប្អូនអើយកមួនសិតកមួនខ្យងអូខ្យងមានកមួនអញ្ចឹងឆ្ងាញ់ណាបងប្អូនឆ្ងាញ់ចឹងទី1វាកមួនវាឆ្ងាញ់ទី2វាអត់មានដីអត់មានអាចទេព្រោះមានកមួនអញ្ចឹងហើយប្រភេទខ្យងនេះបើសិនជាមានកមួនវាច្រើនខ្យងក្រាំងក្នុងដី